យកសបិនឃើញខ្លួនឯងយំមិនមែនមានន័យថាអ្នកជួបសំណាងអាក្រក់ឡើយមុននឹងឈានចូលដល់ការបកស្រាយសបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe channel ឈាមផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃសបិនឃើញខ្លួនឯងយំអ្នកខ្លះអាចគិតថាជារឿងអាក្រក់ឬជាប្រផ្នូលនៅរឿងមិនសប្បាយចិត្តមានដល់ជីវិតមិនខានប៉ុន្តែការដែលយកសបិនឃើញខ្លួនឯងកំពុងតែយំតាមពិតជារឿងល្អទៅវិញទេឃើញខ្លួនកំពុងយំមិនថាយំដោយសាររឿងអ្វីក៏ដោយទាំងនោះបានបញ្ជាក់អត្ថន័យថារបស់របរដែលបាត់បង់នឹងត្រូវប្រគល់មកវិញក្នុងពេលឆាប់ៗនេះឬនឹងទទួលបានសំណាងពីមនុស្សពេញវ័យប្រសិនបើនៅក្នុងសបិនអ្នកយំដោយការសោកស្ដាយនៅរឿងអ្វីមួយយ៉ាងខ្លាំងមានន័យថានរណាម្នាក់មានជំងឺនោះរោគសញ្ញានឹងប្រសើរឡើងបន្តិចម្ដងឬថាជាសាសពីជំងឺតែម្ដងជាពិសេសនៅក្នុងសបិននេះអ្នកក៏អាចទទួលបានដំណឹងល្អអំពីការងារផងដែរប៉ុន្តែប្រសិនបើអ្នកសបិនឃើញអ្នកផ្សេងយំមានន័យមិនល្អទៅវិញចំពោះខ្លួនអ្នកផ្ទាល់វាអាចទទួលបានដំណឹងអាក្រក់ឬព័ត៌មានដែលធ្វើឲ្យយើងក្រៀមក្រំឬអាចជាបញ្ហាជាមួយខ្លួនឯងនិងគ្រួសាររបស់យើងផងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ